មិញអ៊ំក៏ដាក់កាត់មុខទីហើយគាត់ហៅឲ្យតម្លៃមួយផ្លែនេះមួយផ្លែប៉ុណ្ណឹងបងប្អូនដល់ពេលអញ្ចឹងនឹកឃើញថាយកទៅសម្លម្ជូរតម្លៃម្ជូរខ្ទិះបងប្អូនអញ្ចឹងថាជាឆ្ងាញ់អញ្ចឹងក៏ទៅទិញបន្លែមានពេញប៉ោះមានតម្លៃយើងមានស្រាប់ហើយទិញពេញប៉ោះមកទិញម្នាស់បងប្អូនទិញម្នាស់មួយផ្លែមកហើយនឹងខ្ទិះដូងហើយមានគ្រឿងបុកហ្នឹងខ្ញុំទិញគេស្រាប់តែបងប្អូនបានកិនខ្លួនឯងទេអានោះយើងចាប់ផ្ដើមហាន់បន្លែមានហាន់ពេញប៉ោះតម្លាចម្នាស់ទុកបន្លែអញ្ចឹងណាដើម្បីឲ្យពេលយើងស្លទៅវាស្រួលងាយស្រួលក្នុងការបង់ហើយខ្ញុំក៏មានដាក់ម្ទេសក្រហមបងប្អូនម្ទេសក្រហមហ្នឹងយើងយកទៅត្រាំទឹកហើយយើងយកវាមកច្រាំម្ទេសក្រហមបើសិនបងប្អូនចង់ច្រាំវាឆាប់ម៉ត់យើងមានស្ករក្រហមអីចឹងយើងដាក់លាយវាទៅឆាប់បានម៉ត់ហើយយើងត្រៀមគ្រឿងអស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ស្លហ្នឹងដំបូងមកប្រាក់ខ្លាញ់ខ្ញុំប្រើខ្ទិះដល់ពេលអញ្ចឹងខ្ញុំដាក់ខ្ទិះចូលហើយខ្ញុំមកលីងជាមួយនឹងខ្ទឹមក្រហមសំទោសម្ទេសក្រហមដែលយើងបានច្រាំមុនហ្នឹងកូរវារៀងឈ្ងុយហើយបានខ្ញុំដាក់ជាមួយនឹងគ្រឿងបុកដែលខ្ញុំថាទិញគេស្រាប់អត់បានបុកខ្លួនឯងទេហើយខ្ញុំដាក់បន្ថែមជាមួយនឹងប្រហុកដែរប្រហុកខ្មែរយើងឈ្ងុយខ្ញុំកូរប្រហុកជាមួយនឹងគ្រឿងហើយខ្ញុំដាក់ថែមទឹកត្រីបន្តិចបងប្អូនហើយបានខ្ញុំដាក់បន្ថែមជាមួយនឹងឆ្អឹងថ្ងៃនេះខ្ញុំស្លខ្ញុំបានឆ្អឹងជំនីជ្រូកអញ្ចឹងណាគឺឆ្អឹងជំនីសត្វហ្មងខ្ញុំកូរវាមកសប់ជាមួយនឹងគ្រឿងវាចឹងមកបងប្អូនកូរវាឲ្យចេញជាតិណានៅមកហើយខ្ញុំក៏ដាក់លេជាមួយនឹងប៊ីចេងអំបិលហើយនឹងខ្ញុំរួចថែមស្ករដែរបងប្អូនខ្ញុំដាក់ស្ករត្នោតបន្តិចមកកូរវាទៀតមកកូរវាឲ្យឃើញថាឡើងឈ្ងុយហើយខ្ញុំដាក់វារាងគ្រីមបន្តិចបងប្អូនខ្ញុំបន្ថែមមួយទឹកយើងដាក់មួយទឹកចូលមកយើងរងចាំវាឲ្យរងាស់ក្របវាផុយសាច់សិនបងប្អូនបន្ទាប់ពីគិតថាផុយសាច់ឆ្អឹងជំនីហើយខ្ញុំក៏បន្ថែមជាមួយនឹងបន្លែបងប្អូនបន្លែយើងបន្ថែមខ្ញុំដាក់ជាមួយនឹងម្នាស់ហើយបងប្អូនបន្លែនិងម្នាស់ខ្ញុំដាក់មុនហើយពេលប៉ោះខ្ញុំចាំដាក់ក្រោយអញ្ចឹងណាខ្ញុំក្របវាមកពុះអញ្ចឹងគិតថាវាផុយហើយអញ្ចឹងខ្ញុំក៏បន្ថែមជាមួយនឹងពេញប៉ោះចូលមកមុខទៀតស្លហ្នឹងគឺឆ្ងាញ់បងប្អូនវាមានរសជាតិខ្ទិះលាយហើយវារបៀបថាបន្លែវាមានបន្លែជូរបន្លែផ្អែមចូលគ្នាអញ្ចឹងណាចឹងបងប្អូនអាចមកបានតំណងអត់ដែរព្រោះចុងក្រោយដែលខ្ញុំដាក់ពេញប៉ោះហើយខ្ញុំក៏បន្ថែមជាមួយនឹងខ្ទិះដូងយើងបន្ថែមតាមបំពោះបានហើយបងប្អូនដើម្បីកុំឲ្យវាអស់ជាតិចឹងណាបើយើងស្លខ្ទិះដូងយើងទុកវាយូរចឹងវាអត់លេងឆ្ងាញ់ទេចឹងយើងដាក់ពីក្រោយចឹងទៅក្របវាតាមបំពោះបានហើយបងប្អូនចុងក្រោយយើងបន្ថែមតាជីលឹកវែងមកបងប្អូនរួចជាការស្រេចចឹងសម្លយើងនឹងហូបបាយពី3ចានអស់មិនដឹងខ្លួនទេព្រោះវាមានជាតិខ្ទិះ